រងឲ្យឃើញក្មេងៗអាយុក្រោម25ឆ្នាំអីគាត់មានគ្រួសារឃើញហើយមានអារម្មណ៍ដូចស្ដាយពេលវេលាជំនួសពួកគាត់មានតែរកការរៀបការមានគ្រួសារវាមិនជាខុសទោះហើយទេអ្នកណាក៏អាចរៀបការមានគ្រួសារបានដែរបើវ័យចាប់ពី18ឆ្នាំឡើងក៏ប៉ុន្តែប្រសិនបើយើងប្រើពេលវេលាខ្លួនមួយឲ្យបានច្រើនចាប់តាំងពី18រហូតដល់មុន30ឆ្នាំយើងបន្តនៅខ្លួនមួយប្រហែលជាល្អច្រើនជាពិសេសគឺការរៀនសូត្រឲ្យបានចប់ចុងដើមការធ្វើការបបផ្សោតជីវិតឲ្យបានច្រើនព្រោះនៅពេលដែលមានគ្រួសារទៅវាផ្លាស់ប្ដូរបានគ្រប់ពេលវេលាអ្វីដែលយើងធ្លាប់គិតថាល្អប្រសើរវាអាចនឹងបាត់បែនទៅតាមនឹងដែរព្រោះឃើញក្មេងៗខ្មែរយើងមករយៈចុងក្រោយនេះគឺគាត់បែកបាក់គ្នាក៏ស្រួលរៀបការក៏ស្រួលបែកបាក់គ្នាក៏ស្រួលដូច្នេះមើលទៅខ្ញុំជឿតែមានអារម្មណ៍ស្ដាយពេលវេលាជំនួសពួកគាត់បើសិនជាប្រើពេលវេលាខ្លួនមួយហៅថាប្រើពេលវេលាដែលយើងនៅលីវប្រើជីវិតដែលយើងនៅលីវឲ្យបានច្រើនហើយយើងខិតខំសិក្សារៀនសូត្រធ្វើការរកស៊ីចាំដល់ពេលអាយុមួយដែលវាល្អប្រសើរកលៈទេសៈមួយដែលល្អប្រសើរចាំមានគ្រួសារបូករួមនឹងការទទួលខុសត្រូវជីវិតល្អថែមទៀតអានោះនៅពេលដែលមានគ្រួសារទៅវាអាចរក្សាចំណងគ្រួសារនឹងបានល្អយូរអង្វែងប៉ុន្តែបើសិនជាគ្រាន់តែមកអារម្មណ៍ក្តីស្រឡាញ់ទេវាក៏ងាយនឹងបាក់បែកចែកផ្លូវគ្នាដែរហើយហ្នឹងហើយសង្កេតឃើញអញ្ចឹងខ្ញុំក៏ធ្លាប់ឆ្លងកាត់ជីវិតគូហើយក៏ធ្លាប់បានឆ្លងកាត់ជីវិតការបែកបាក់ទៅជាតែមានអារម្មណ៍ថាអាយុមុន25ឆ្នាំនេះបើអាចក៏គួរមិនទាន់យកគ្រួសារល្អជាងហើយមនុស្សប្រុសពីមុនខ្ញុំធ្លាប់លើចាស់ក៏ច្រើននិយាយថាមនុស្សប្រុសអាយុ30ទៅ35ចាំមានគ្រួសារឥឡូវនៅពេលដែលខ្ញុំបែកបាក់គ្រួសារនៅអាយុ26ឆ្នាំហើយមកទល់ពេលនេះខ្ញុំ30 ជិត32ទៅខ្ញុំយល់អត្ថន័យនៃអ្វីដែលគាត់ចង់សម្ដៅគឺមនុស្សប្រុសនៅពេលអាយុ30 35អីហ្នឹងមានគ្រួសារវាល្អត្រង់ថាទី1មុខរបរការងារអីវាច្បាស់លាស់បន្តិចទោះបីជាមិនមានមុខរបរការងារច្បាស់លាស់ប៉ុន្តែការទទួលខុសត្រូវជីវិតគឺល្អប្រសើរបានន័យថាវាមានភាពចាស់ទុំច្រើនដូច្នេះគ្រួសារមិនចាំបាច់តរអាយុ30ទេក៏ប៉ុន្តែបើអាចប្រើពេលឲ្យបានប្រើពេលនៅលីវឲ្យបានច្រើនហើយមានការទទួលខុសត្រូវបានខ្ពស់ចាំមានគ្រួសារ